Hello everyone សួស្តីទាំងអស់គ្នាវីដេអូនេះសម្រាប់អ្នកដែលចង់ចាប់ផ្ដើមរៀនភាសាអង់គ្លេសហើយអត់ដឹងថាត្រូវចាប់ផ្ដើមពីចំណុចណាបងប្អូនអាចស្ដាប់វីដេអូនេះខ្ញុំឲ្យចំណុចសំខាន់ដល់អ្នកទាំងអស់គ្នាចំនួន2ទី1បងប្អូនត្រូវតែស្គាល់ English alphabet បងប្អូនត្រូវស្គាល់អក្ខរក្រមនៅក្នុងភាសាអង់គ្លេសទី2បងប្អូនត្រូវស្គាល់ប្រភេទ subject pronoun ដែលប្រើប្រាស់ជាមួយកិរិយាសព្ទ to be English subject pronoun and verb to be បងប្អូនត្រូវស្គាល់តើ subject pronoun មានអ្វីខ្លះ subject pronoun មាន7មាន I មានន័យថាខ្ញុំ you មានន័យថាអ្នក we មានន័យថាពួកយើង they មានន័យថាពួកគេ he មានន័យថាគាត់ she មានន័យថានាង it មានន័យថាវានេះជាកិរិយាសព្ទ subject pronoun 7ហើយនឹងកិរិយាសព្ទ to be ចំនួន3គឺ am is and are នៅពេលដែលអ្នកទាំងអស់គ្នាយល់អំពីប្រភេទEnglish alphabet ហើយនឹងស្រៈក្នុងភាសាអង់គ្លេសហើយស្គាល់អំពីប្រភេទ subject pronoun ប្រើប្រាស់ជាមួយកិរិយាសព្ទ to be អ្នកទាំងអស់គ្នានឹងអាចចាប់ផ្ដើមរៀនភាសាអង់គ្លេសបន្តទៅបានអរគុណទាំងអស់គ្នាសម្រាប់វីដេអូនេះ Please like and share Thank you Goodbye